មីព្រះអង្គធំរបស់ឯកឧត្តមសុពុត្រាចាអភិបាលខេត្តស្ទឹងត្រែងដែលលោកឧបត្ថម្ភខ្សែទឹកខាងក្នុងខ្សែទឹកខាងក្រៅសជ័យបារមីអង្គរមានយុះរបស់សម្ដេចកលាហោមសខេងទៀតហើយចាឥឡូវនេះកំពុងតែមានយុះមែនចាមានយុះមានសាហើយមានលបឿនទៀតលបឿនលឿនសជ័យបារមីអង្គរមានយុះរបស់សម្ដេចកលាហោមសខេងបាទឧត្តមក្រុមប្រឹក្សាផ្ទាល់ចាព្រះមហាក្សត្រឥឡូវនេះកំពុងឲ្យចាក់យកមកលឿនមែនតើប៉ុន្តែឥឡូវខាងក្នុងក៏ល្អដែរស្ទឹងត្រែងសែនជ័យបារមីអង្គរចូលដល់ពេលនេះអត់ដកតែសំខាន់ដល់ដាច់បាទសំខាន់ដល់ដាច់ទេបាទឥឡូវគឺមកហើយសម្រាប់បាទសជ័យបារមីបាទព្រះអង្គមានយុះគឺទទួលបានជ័យជំនះសម្រាប់ជើងទី1ថ្ងៃទី1បាទចំណែកគូបន្តក៏មកព្រមគ្នា3គូបាទប្រកាសបកាយគ្នាសម្រាប់គូពិសេសបងប្អូនទីគោរពរាប់អានការអធិប្បាយឃើញភ្លាមក៏មួយនឹងសជ័យបារមីអង្គរមានយុះចារបស់សម្ដេចកលាហោមសខេងឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រទូកទាំងពីរនេះគឺមានគេឈ្មោះបោះសម្លេងដូចគ្នាឥឡូវមកប៉ាគ្នាហើយឃើញថាប្រៀបបដំប្រសងគ្នានៅឡើយទេអត់ទាន់មើលឃើញថាខ្សែទឹកខាងក្នុងឬខាងក្រៅដកទេគឺនៅទន្ទឹមគ្នាចាប់ក្បាលទន្ទឹមគ្នាល្អមែនទែនយើងមើលឃើញហើយនៅសកម្មភាពនៃបច្ចេកទេសនៃការអំបណ្ដាលរបស់ទូកទាំងពីរនេះប្រហាក់ប្រហែលគ្នាភូមិខ្សំសុកសានសែនជ័យសេរីសុទ្ធីរបស់គ្រូចៅអធិការវត្តជឹមសុទ្ធីនិងលោកអភិបាលស្រុកលៅសុកសានចាអភិបាលស្រុកហ៊ីស្វាយនៅទន្ទឹមគ្នាចាញ់បងទិញទួចបាទទៅលើខ្សែទឹកខាងក្រៅបងបាទសជ័យបារមីអង្គរមានយុះបាទឥឡូវកំពុងដកវិញហើយនេះដកវិញហើយភូមិសុំសុកសានសែនជ័យមកលេងគ្នាដល់ព្រាត់មិនដឹងថាទីព្រាត់ស្មើឬក៏អាចមកសកត់ទីទៀតបាទអាចឡើងហើយនេះឡើងអត់ហ៊ានថាទេបាទទុកឲ្យយើងខ្ញុំ96បាទ96បាទតម្លាក់មកគូបន្តមកខាងក្រោមនេះវិញចាដោយបងភ័ស្តុបានជម្រាបជូនចឹងគូណាដែលចាប់បានហើយគឺគណៈកម្មការគាត់បញ្ជាចេញហើយដើម្បីផ្ដល់ភាពងាយស្រួលបាទតាកណាគាត់ចាប់ក្បាលទឹមគ្នាហើយគាត់បលែងមកបាទបលែងមកហើយគាត់នឹងផ្ដល់ព័ត៌មានមកថាទូគូនេះចេញមុនចាហើយសម្រាប់ជើងទី2នេះឃើញថាមានភាពងាយស្រួលដល់អ្នកធ្វើអត្ថាធិប្បាយច្រើនមែនទែនដោយសារការផ្ដល់ព័ត៌មានទាន់ពេលវេលាបាទឥឡូវយើងឃើញហើយគូទី96ខ្សែទឹកខាងក្នុងសជ័យបារមីអង្គរមានយុះបាទរបស់សម្ដេចកលាហោមសខេងបាទគឺនៅខ្សែទឹកខាងក្នុងការពីជើងទី1ហ្នឹងប្រហាក់ប្រហែលគ្នាបាទលទ្ធផលអត់បានដឹងទេដោយសារគណៈកម្មការបច្ចេកទេសបាទលោកគឺជាអ្នកបាទចារីឯភូមិខ្សំសុកសានសែនជ័យសេរីសុទ្ធីនេះគឺទទួលបានការឧបត្ថម្ភពីសំណាក់លោកចាអភិបាលស្រុកគៀនស្វាយលោកលៅសុកសានបាទនឹងភរិយាចាឥឡូវនេះកំពុងមកប្រកាសគ្នាមែនតើណយលោកអភិបាលស្រុកឥឡូវដកឲ្យណានេះសជ័យបារមីអង្គរមានយុះបាទកំពុងតែដកឲ្យមិនហើយភូមិខ្សំសុកសែនជ័យសេរីសុទ្ធីមកដល់នៅមុខវេលាជ័យដល់ទីព្រោះដកឲ្យមិនហើយនេះមកលេងគ្នាបន្តិចចាបន្តិចកុំអាតន់ថាទុកជូនគណៈកម្មការទៀតចោះដែលអង្គញាអឹងសៀនឹងបច្ចាអធិការវត្តបាទការអាកងមាបាទអ្នកកងមាសបាទការអាខ្សែទឹកខាងក្រៅសជ័យបារមីអង្គរមានយុះរបស់សម្ដេចកលាហោមសខេងឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលទូកនេះមកពីវត្តអង្គរមានយុះចាព្រែកផ្ទះចាពោរៀងព្រៃវែងសជ័យបារមីអង្គរមានយុះនេះគឺជាទូកល្បីល្បាញណាស់បាទល្បីល្បាញមកពីវត្តអង្គរមានយុះឥឡូវនេះនាំមកទៀតហើយបើនិយាយពីសភនភាពវិញគឺស្អាតអស្ចារ្យតែម្ដងឯកសន្តាននេះពណ៌គេហៅថាពណ៌ស៊ីជម្ពូបន្តិចបាទស្លាទុំបន្តិចបាទក្រហមបន្តិចចាំបោកចុះឡើងគឺពណ៌ស៊ីជម្ពូបាទឥឡូវយើងឃើញហើយបាទគឺខ្សែទឹកខាងក្នុងសជ័យបារមីអង្គរយុះព្រៃវែងរបស់សម្ដេចកលាហោមឈ្នះដាច់បាទដាច់ហើយទៅលើអធិរាជស្ដេចកនតេជោសែនជ័យរបស់បាទអង្គញាអឹងសៀនិងព្រះគ្រូចៅអធិការវត្តចាទោះបីយ៉ាងណាលោកអង្គញាអឹងសៀជាការស្រឡាញ់ចូលចិត្តគឺនាំទូកមកចូលរួមនៅក្នុងព្រះរាជពិធីនេះច្រើនណាស់ចាហើយក៏អញ្ជើញទៅកន្លែងផ្សេងជាច្រើនលើកច្រើនសារផងដែរទូកគូអង្គញាអឹងសៀដែលបដូរទៅនៅខ្សែទឹកខាងក្រៅខ្សែទឹកខាងក្នុងសជ័យបារមីអង្គរមានយុះគឺឯកសណ្ឋានពណ៌ក្រហមចុកច្បារពណ៌សចាក់យោងទូកមកយ៉ាងស្វាហាប់តែម្ដងយ៉ាងល្អតែម្ដងបាទសម្រាប់ចំណុះទូក
ហើយខ្សែទឹកខាងក្រៅអធិរាជស្ដេចកនបាទដៃជួសែនជីក៏មិនបដោយឲ្យដាច់ពេកដែរកំពុងតែតាមដែររបស់អ្នកអសៀនិងម្ចាស់តកាវត្តឥឡូវនេះកំពុងតែចាក់យោងឈៀបនឹងឆ្លងនៅកំពន់ទី2ហើយបាទលបឿនក៏កាន់តែខ្លាំងបាទការដេញនឹងក៏តាមក៏កាន់តែគៀកកិតបងដែរផងដែរប៉ុន្តែដាច់ប៉ុណ្ណេះហើយគឺមិនងាយស្ដារទេចាមិនងាយស្ដារទេហើយលោកអង្គញាអុកសៀលោកស្រឡាញ់ណាស់បាទចាលោកជាចាស់ទុំម្នាក់ដែលស្រឡាញ់អភិរក្សទូកបាទឥឡូវយើងឃើញហើយបាទសជ័យបារមីអង្គរមានយុះរបស់សម្ដេចកលាហោមបាទសខេងក៏បានមកដាច់គូប្រកួតដែរគឺទទួលបានជ័យជំនះបន្តទៀតហើយសម្រាប់ជើងទី2ចារីឯតួគូ134ចាក់តឡោកដែលចូលសែនជ័យបារមីវត្តចាក់តឡោករបងឯកឧត្តមទេសរដ្ឋមន្ត្រីថោងខុនប្រធានគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជានិងឯកឧត្តមហួតហៈចារដ្ឋមន្ត្រីក្រសួងទេសចរឥឡូវនាំមុខមកបែកទឹកសំពង